ស្រាប់តែឃើញគេផ្ញើរូបថតមកពីស្លឹកពើងបើកសារភ្លាមឃើញរូបថតគ្រប់គ្នាណាក៏ផ្ញើមកគឺរូបថតលេងនវត្រាថ្វាយបង្គំព្រះហ៊ុនសែនដែលខ្ញុំដាក់ចំណងជើងថានៅក្នុងប្រធានបទទី1លេងនវត្រាថ្វាយបង្គំព្រះហ៊ុនសែនដូចជាទេសកលមិនមែនដូចជាអង្គការឬក៏មិនមែនក្នុងនាមជាអង្គការបងប្អូនប្រធានបទដែលសូនតារាលើកយកមកនិយាយទាល់តែវាមកស្រួចក្មេងសំណងទាល់តែវាមានគុណប្រយោជន៍សម្រាប់ប្រទេសជាតិរួចបាត់ទៅពេលនោះលេងពេញសោះខ្ញុំក៏នឹកឃើញដល់សារព័ត៌មាន The Cambodia Daily ដែលរាយការណ៍ដោយតាំងសារដានិយាយអំពីលេងនវត្រាដើរតួជាអង្គការលៀងលុយខ្មៅឲ្យពួកម៉ាក់សានិងណាលីអ៊ុយមន្ត្រីមានអំណាចតាំងពិតបើនិយាយអំពីសារព័ត៌មានដែលរាយការណ៍ដោយតាំងសារដាណាខ្ញុំអត់បដកម្មអីទាំងអស់ពីព្រោះខ្ញុំគិតថាវាអត់មានអីចម្លែករឿងនេះខ្ញុំក៏ធ្លាប់ការលើកយកមកមុនគេបងអស់បងប្អូនពាក្យអង្គការសេះហោះជាកម្មសិទ្ធិរបស់សូនតារាកម្មសិទ្ធិទៀតខ្ញុំមិនមែនម្ចាស់អង្គការពាក្យហ្នឹងទេរដ្ឋាភិបាលពាក្យអង្គការសេះហោះនេះខ្ញុំនិយាយតាំងពីឆ្នាំ2007 2008តាំងពីមុនបោះឆ្នោតរំលាយសង្គ្រោះជាតិហើយខ្ញុំនៅតែរក្សាពាក្យអង្គការសេះហោះរហូតពាក្យនោះតើណាខ្ញុំអត់និយាយចំឈ្មោះមិនចឹងព្រោះខ្ញុំអង្គការសេះហោះវាច្រើនពេកឧទាហរណ៍តែបើខ្ញុំថាលេងនវត្រាចុះវាមិនមែនមានតែលេងនវត្រាអានេះយកទៅអត់ចេះណាវាមានច្រើនណាស់នៅក្នុងប្រទេសកម្ពុជាបរិយលឿងគ្រាន់តែថាអង្គការខ្លះវាជាក់ស្ដែងពេកអញ្ចឹងទៅយងឥឡូវខ្ញុំយងទៅលើពេលចំណុចខ្ញុំអាចចាត់ទុកជាខ្ញុំយងឲ្យខ្ញុំទាញសំខាន់មកយងទៅលើសេចក្តីរាយការណ៍បើណា The Cambodia Daily តាំងសារដានឹងយងតាមរូបថតពីសន្លឹកដែលលុតជង្គង់ថ្វាយបង្គំព្រះហ៊ុនសែនក្នុងពាក្យអង្គការសេះហោះដែលខ្ញុំនិយាយជាទូទៅនៅក្នុងប្រទេសកម្ពុជានោះមានលេងនវត្រាមួយដែរក្នុងចំណោមជាច្រើនបងប្អូនណាខ្ញុំនិយាយនេះណែពាក្យ logic ដេឡាម៉ូនីតាពាក្យ logic មានន័យថាមិនមែនមួយទេលេងនវត្រាមួយក្នុងចំណោមជាច្រើនណាមួយក្នុងចំណោមជាច្រើនហើយពីមុនសូនតារានិយាយពីអង្គការសេះហោះឥឡូវនេះបើយោងតាមសារដានឹងរូបថតពីសន្លឹកលេងនវត្រាចូលចំណាត់ថ្នាក់អង្គការសេះហោះរបស់សូនតារាហើយណាអាមកស្លាប់ប៉ុន្តែគេសួរថាអ្វីទៅអង្គការសេះហោះខ្ញុំត្រូវឲ្យនិយមន័យបងប្អូនទៅមើលវីដេអូចាស់ៗមានអ្នកខ្លះគេកាត់តែវីដេអូនិយាយមួយម៉ាត់សុខីចិនស៊ីយកអង្គការសេះហោះគឺជាអង្គការខ្លែងខ្លាយកាន់លុយឲ្យគេស៊ីឈ្នួលកាន់លុយឲ្យគេខ្លីមកខ្លីចឹងថាដូចតែតាំងសារដាគាត់ថាលៀងលុយខ្មៅអាហ្នឹងគឺតែកាន់លុយឲ្យគេមិនហៅកាន់លុយឲ្យគេមនុស្សដែលកាន់លុយឲ្យគេគឺកាន់លុយខ្មៅកាន់លុយខុសច្បាប់ណាមនុស្សដែលឈរឈ្មោះធ្វើជាអង្គការហើយនៅកម្ពុជាមានច្រើនណាស់រិនស្ពេកអញ្ចឹងចំណុចនេះចំណុចទី1នេះឥឡូវខ្ញុំនិយាយតទៀតយ៉ាខ្ញុំបានឃើញរូបថតថ្វាយបង្គំព្រះហ៊ុនសែនហ្នឹងដល់មិនខ្ញុំស្រាប់តែមានភាពភ្ញាក់ផ្អើលឯនាំឲ្យខ្ញុំហ្នឹងមកនេះហាលើកមកធ្វើជាប្រធានបទសំខាន់នៅក្នុងថ្ងៃនេះដើម្បីបំភ្លឺថានៅក្នុងប្រទេសកម្ពុជាទុច្ចរិតប៉ុណ្ណាទៅបើយោងតាម The Cambodia Daily តើប្រទេសកម្ពុជានឹងវាសាហាវព្រៃផ្សៃយ៉ាងណាទៅតើទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារតកូលហ៊ុនលេងពេញស្រុកវាមានវិសាលភាពប៉ុណ្ណាទៅតើប្រជាជនក្រីក្ររហេងរហាមរត់ទៅស្រុកថៃរកការងារធ្វើមិនបាននៅស្រុកខ្មែរតើលំបាកយ៉ាងណាទៅចុះផ្ទះល្វែងដីឡូដែលដើរលុបនឹងទៅប្លន់ទៅយកដីគេប៉ុណ្ណាទៅចុះដែលដើរទៅយកភ្នំទៅយកសមុទ្រទៅយកបឹងនឹងតើវាព្រៃផ្សៃប៉ុណ្ណាទៅអានឹងមួយក្នុងចំណោមជាច្រើនអញ្ចឹងហើយបានជាខ្ញុំតែងតែនិយាយថានៅក្នុងប្រទេសកម្ពុជាអ្នកដែលអាចទៅយកដីភ្នំទៅយកដីស្ទឹងទៅយកដីបឹងយកដីទន្លេយកដីសមុទ្រអីបានណាគ្មានអ្នកណាឆ្អឹងដាច់ស្បែកស្ពាន់កាត់មិនមុតដុតមិនចេះហ៊ានទៅយកបើគ្មានបញ្ជាឬអនុញ្ញាតពីហ៊ុនសែននិងក្រុមគ្រួសាររបស់ហ៊ុនសែនឆោតទៅណាបើយើងដេញបន្តទៀតសម្បត្តិមីខ្ញុំនិយាយអំពីលក្ខណៈសម្បត្តិរបស់អង្គការបន្តចុះអ្នកដែលមានដោយសមត្ថភាពនិងអ្នកមានដោយណាកាន់លុយគេអ្នកមានដោយប្រាជ្ញានិងពួកអង្គការទេសកលអ្នកឈរឈ្មោះកាន់លុយឲ្យគេជាទេសកលលុយជាទេសកលកាន់លុយប៉ុន្តែចេះបងណាខ្ញុំនិយាយនេះមួយមុននឹងចូលទៅដល់ខ្ញុំបែបញ៉ាច់ខ្ញុំនិយាយនេះលក្ខណៈវិទ្យាសាស្ត្ររបស់ខ្ញុំយោងទេហើយលក្ខណៈវិទ្យាសាស្ត្រខ្ញុំនឹងលើកយកខុសតាំងតភាពសង្គមនៅក្នុងប្រទេសកម្ពុជានិងជុំវិញពិភពលោកនេះមកគួតមកឲ្យបងប្អូនមើលបងប្អូនខ្ញុំឃើញរឿងមួយនៅក្នុង Facebook គាត់ចាប់អារម្មណ៍ខ្ញុំបានជជែកជាមួយប្រិយមិត្តខ្លះយុវជនស្រឡាញ់ប្រជាធិបតេយ្យក្រោយពេលតាំងសារដាគាត់លើកយករឿងអង្គការលេងនវត្រាកាន់លុយកខ្វក់ជាអង្គការលេងលុយខ្មៅឲ្យពួកទុច្ចរិតពេលនោះបងប្អូនមានឃើញចលនាមួយធំពីរតូចគឺចលនាវាយបំបាក់ណាតាំងសារដាហើយអានេះជាចលនាមួយធំពីរតូចគឺទី1គេបង្កើត account ខ្លាំងៗលើកដៃសុំទោសមានបងប្អូនយើងច្រើនសួរខ្ញុំនេះខ្ញុំថាបើវាជាការពិតអន់ណាស់តែវាមិនពិតទេតាំងសារដាបកស្រាយហើយណាបើវាជាការពិតអន់ណាស់មានតែមិនអានេះខ្ញុំបើតែវាមិនពិតទេកុំថោនក្បាលចំពោះសច្ចធម៌
កុំសុំទោសចំពោះភាពត្រឹមត្រូវបើតាំងសារដាបងប្អូនទៅសុំទោសរឿងយុត្តិធម៌ទៅសុំទោសរឿងសច្ចធម៌អានោះឈួតបំផុតគឺអោនក្បាលចំពោះទង្វើអាក្រក់ស្មោកគ្រោកអត់មានអីស្មើបានទេបើយើងនិយាយត្រូវយើងត្រូវតែគ្រប់ភាពត្រឹមត្រូវរបស់យើងអានេះមួយទៀតគេចាប់ផ្ដើមធ្វើសង្គ្រាម Facebook បង្កើត account ពិតនិង account ខ្លាំងៗម្នាក់4-10នាក់ដើម្បីវាយប្រហារទៅលើតាំងសារដាបងប្អូនមើល account គណៈបព្វជិជនគេចាប់ផ្ដើមអាហ្នឹងសិតតែជាកងទ័ពគេខ្ញុំនៃទីកងទ័ព Facebook ហើយមើលមិនដែលរំលងភ្នែកសូនតារាទេបងប្អូន MXJC គេបង្កើតកងទ័ព Facebook ហ្នឹងគឺខមមិនគេកាត់តគេជេរគេសុំទោសគេក៏លុបវិញហ្នឹងដើម្បីអីដើម្បីកុំឲ្យមនុស្សដែលហ៊ាននិយាយការពិតហ្នឹងណាមកហួនបាក់ស្បាតដើម្បីបោកប្រជាជនថាពួកហ្នឹងទទួលបានការជេរបច្ចោពីអ្នកលេង Facebook ច្រើនណាស់នេះសំណាងបងពីទទួលបានការជេរបច្ចោពីនោះធម្មតាបច្ចុប្បន្នបងប្អូននឹងមើលគណៈបព្វជិជនណាគឺគេលេងចិត្តសាស្ត្រប៉ុន្តែកំណត់ហ្នឹងមិនកំណត់លេងបាត់ប្រាទេគឺកំណត់យុទ្ធសាស្ត្ររបស់គណៈបព្វជិជនរបស់ម្ចាស់របស់លេងបាត់ប្រាលេងបាត់ប្រាគ្នាខ្ចោលទេអានេះខ្ចោលទេខ្ញុំមើលមុខគាត់អាណិតទៅវិញហ្នឹងហ្នឹងក៏វេះនេះចកេះភ្នំព្រះអាទិត្យថ្មីរស់ដេកចាស់ពីពួកគណៈបព្វជិជនគេលេងចិត្តសាស្ត្រចាឲ្យតែឃើញព្រឹត្តិការណ៍អីមួយកើតឡើងគេ Facebook សុកគ្រប់ទៅមហាជនទៅគ្រប់គ្រងវាបកឲ្យរឿងហ្នឹងទៅជាកលច្ចាជាអធិពលផ្នែកកំណត់សង្គមថាសង្គមគេស្អប់ឲ្យ Facebook គេកាត់សេចក្តីសុំទោសឧទាហរណ៍ដូចរឿងក្នុងតាម៉ៅឧទាហរណ៍ដូចរឿងវីរបងនៅខ្សាច់សមុទ្រកំពង់សោមឧទាហរណ៍រឿងលោកបាំងលោកសមុទ្រអំណាចនៃមហាជននៃ Facebook គេស្រឡាញ់យុត្តិធម៌អញ្ចឹងមកកណ្ដាលគេប្រតិកម្មទៅជេរទៅតេះទៅឌីលឧទាហរណ៍រឿងគេឆក់ក្មេងបាត់ទីឡាំមើលមែនទេនៅរតនគិរីអញ្ចឹងមកកណ្ដាលនៃ Facebook ហ្នឹងមហាជនគេចូលទៅជេរគេចូលទៅរីកគុណច្រើនអាហ្នឹងគឺធ្វើទាញមហាជនហ្នឹងឲ្យទៅជនរងគ្រោះវិញអញ្ចឹងបានជាខ្ញុំឃើញអយុធនាការពីបុរាណហ្នឹងគឺក្រុមគណៈបព្វប្រជាជនគេចាប់ផ្ដើមបង្កើតកងទ័ព Facebook ដើម្បីចូលទៅវាយមកចូលទៅវាយចូលទៅជេរបចោតាំងសារដាព្រៃខ្ញុំណែមានមិត្តភក្តិខ្ញុំម្នាក់ថាតារាឥឡូវនេះកូនចៅលេងបាត់ត្រាមែនទេចូលជេរបចោតាំងសារដាបើអីពេញទាំងអស់ខ្ញុំថាមិនមែនកូនចៅទេលេងបាត់ត្រាគេខ្ចោលអីទេអាហ្នឹងគឺគេហៅថាកងទ័ព Facebook ដែលគេមានផែនការណាចូលទៅដើម្បីវាយបំបត្តិយុត្តិធម៌ដែលរៀបចំដោយម្ចាស់ណាម្ចាស់នេះគេថាម្ចាស់លេងបាត់ត្រាម្ចាស់របស់ហើយណាបងប្អូនខ្ញុំថាឲ្យតែអ្នកណានិយាយអំពីការលាងលុយខ្មៅបងប្អូនចាំមើលគឺគេមានកងទ័ព Facebook ចូលទៅស្រុកព្រោះឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍របស់សូនតារាហ្នឹងគឺផ្ដួលរំលំគណៈបកប្រជាជន50ប៉ុពេលហ្នឹងគេចាប់ផ្ដើមរកវិធីដើម្បីកម្ចាត់សារព័ត៌មានហើយសារព័ត៌មានក្នុងស្រុកអាចបិទបានប៉ុន្តែគេមិនអាចបិទសារព័ត៌មានណានៅក្រៅស្រុកឧទាហរណ៍ដូចជា The Cam Daily VOA អាស៊ីសេរីនិងទូរទស្សន៍សូនតារាបានឥឡូវនេះពេលខ្ញុំយកបានអានខមមិនខ្ញុំឃើញតែឈ្មោះដូចជា Win វិចិត្រសួនមែនទេបងតុលាអញ្ចឹងដឹងពីណាខមមិនថាមិនខ្លះដូចដានក្រៅអញ្ចឹងទៅប៉ុន្តែខ្ញុំជឿថាវីដេអូសូនតារាមួយនេះនឹងផ្អើលកងទ័ពលេងបាត់តាមកហើយសូនតារាច្បាស់លាស់ខាងមុនណាអាកន្លែងនេះខ្ញុំធ្លាប់ដើរចូលនឹងនិយាយតែមួយជនសាមញ្ញខ្ញុំធ្លាប់ម្នាក់ឯងដើរចូលវេទិកាអាយ៉ងជួងចិត្ត500នាក់ហើយបងប្អូនអាចំណុចខ្ញុំចង់និយាយសិតតែជាផែនការយុទ្ធសាស្ត្រដែលគេរៀបចំឲ្យស្របទៅតាមមជ្ឈដ្ឋាន Facebook ប៉ុន្តែអ្វីដែលតាំងសារដានិយាយនោះគាត់មិនសុំទោសយោងតាមគាត់មិនយោងតាមប្រធានវិស័យណាគឺវាជាការពិតវាជាការពិតហើយថ្ងៃនេះចចកខ្មៅពីជាតិជនបដិការអ៊ុយសកលខ្ញុំជឿថាវីដេអូសូនតារានឹងធ្វើឲ្យកងទ័ពម្ចាស់លេងបាត់ត្រាដេកបិទលោកសុកបិទសុកចិត្តចូលគ្នាប៉ុន្តែបងប្អូនកុំភ្លេចថាអ្នកឯងយកដុំថ្មគប់ព្រះអាទិត្យណាគប់អត់បានទេព្រោះសូនតារាជាព្រះអាទិត្យបំភ្លឺណានៅក្នុងភាពយុត្តិធម៌ឥឡូវខ្ញុំទាញមកបងប្អូនខ្ញុំឲ្យបងប្អូនមើលភាពខុសគ្នារវាងអុកញ៉ាអ្នករកស៊ីដោយប្រាជ្ញានិងទេសកលលៀងលុយខ្មៅបើយោងពាក្យនេះទេសកលលៀងលុយខ្មៅជាពាក្យសូនតារាប៉ុន្តែបើយោងតាមតាំងសារដានៅរដ្ឋទីសម្បត្តិខ្ញុំលើកឧទាហរណ៍ពួកអ្នកមានដោយប្រាជ្ញាបងប្អូនមើលនៅសហរដ្ឋអាមេរិកបងប្អូនដែលស្គាល់ Bill Gates ទេបងប្អូនដែលស្គាល់ម្ចាស់ Facebook Mark Zuckerberg ទេម្ចាស់ Facebook បងប្អូនមានដែលមើល Elon Musk ដែលជាតកែ Tesla ស្រីឡៃស្ទឹងប្រៃអត់ពីដល់គាត់នេះពូសូនមានដែលឃើញគេអោនក្បាលអោនលំទោនដូចជាមហាសេដ្ឋីបារាំងជាប់លេខ1គ្រប់លោកឥឡូវនេះមិនដឹងជាដូរពីមុនក៏ធ្លាប់ជាប់លេខ1ម្ដងពលមហាសេដ្ឋីរៀងរាល់ខែទិន្នន័យដូររហូតមិនដែលឃើញអាណាគេជួបប្រធានាធិបតីឬក៏ជួបនាយករដ្ឋមន្ត្រីគេអោនក្បាលទៅដល់កាទៀលថ្វាយបង្គំដូចព្រះទេអត់មានទេមួយទៀតមិនចាំបាច់ទៅដល់ប្រទេសពិភពលោកទេនៅប្រទេសថៃក៏ដោយបងប្អូនមើលនៅក្នុងប្រទេសកម្ពុជាដូចជាអុកញ៉ាគិតមេងបងប្អូនតែឃើញគិតមេងហ្នឹងទៅថ្វាយបង្គំមុនស្អែកនេះក្រៃលោកក្រោយពីសូនតារានិយាយណាអាឡែកបាត់ដំបងដើម្បីកុំឲ្យរឿងហ្នឹងវាធំដុំពេកគិតមេងថ្វាយបង្គំដែរទៅដើម្បីកុំឲ្យគិរិះគុណប៉ុន្តែបើខ្ញុំចង់និយាយថាបើថ្វាយបង្គំក្រោយពាក្យសូនតារានិយាយអត់មានសិទ្ធិភាពមានតែជាការសម្ដែងដើម្បីនេះទេបងប្អូនមានតែឃើញអ្នកអុកញ៉ាដែលប្រកបដោយដែលគេរកស៊ីដោយសមត្ថភាពរបស់គេដូចជាសុកគុំក៏ដោយគិតមេងក៏ដោយលីយ៉ុងផាត់ក៏ដោយអានេះគេថាសមត្ថភាពរបស់គេចុះនេះមានអ្នកណាដែលទៅលុតជង្គង់ថ្វាយបង្គំនៃគ្រូសាតកូលហ៊ុននេះសម្ដេចដាក់ជួនគ្រូសាអត់មានទេអត់មានទេគេប្រាប់អាហ្នឹងបងខ្ញុំឲ្យបងប្អូនមួយទៀតអុកញ៉ាដែលគេរកស៊ីដោយសមត្ថភាព
គឺអត្តចរិតគេពូពេញទៅដោយភាពជឿជាក់ហានពេកហើយខ្ញុំនិយាយភាពខុសគ្នាទៅនឹងរវាងអង្គការដែលរកស៊ីដោយសមត្ថភាពគឺអង្គការដែលប្រើបញ្ញាគឺគេប្រើហ៊ុនសែនហើយយុទ្ធសាស្ត្រនេះហ៊ុនសែនក៏ដឹងដែរហ៊ុនសែនប្រើពួកនឹងវិញហ៊ុនសែនក៏ថាឯងបំរើអញបំរើឯងប៉ុន្តែគាត់ចង់និយាយចេះខាងខ្មែរអង្គការដែលឆ្លាតមានបញ្ញាគឺជាមនុស្សដែលប្រើហ៊ុនសែននិងគណៈបកប្រជាជនដើម្បីការពារមុខរបរនិងរកស៊ីមុខរបរពង្រីកមុខរបរនៅក្នុងប្រទេសកម្ពុជាមានមនុស្សឆ្លាតជាច្រើនដែលប្រឆាំងជាមួយនឹងរបបផ្ដាច់ការខាត់ប៉ុន្តែធ្វើជានេះគ្រប់គ្រងហ៊ុនសែននិងគណៈបកប្រជាជនលីសជាថាដើម្បីការពារមុខរបរនិងប្រើហ៊ុនសែនដើម្បីរកស៊ីខ្ញុំលើកឧទាហរណ៍ចិនមិនមែនជាខ្មែរស្រឡាញ់ហ៊ុនសែនទេប៉ុន្តែបើសិនជាគេចង់រកស៊ីនៅស្រុកខ្មែរគេអត់ទៅតាក់ទងមនុស្សកពេកកប៉ុកគេតាក់ទងចាប់ពីតកូលហ៊ុនទៅបើកាលណាពួកនឹងចាប់ហ៊ុនសែនបានហើយចង់យកអីក៏បានដែរចង់បាត់ឡានរបស់ខ្មែរងាប់ក៏បានដែរអត់មានបញ្ហាណាតែគិតហើយបងប្អូនណាយើងមើលអ្នកដែលទៅខ្សែគប់ជាមួយហ៊ុនសែនមិនដែលកម្រឃើញអ្នករកស៊ីត្រឹមត្រូវក្រៅតែពីដល់ឆក់ប្លន់ដីនឹងមកពីបំផ្លាញជាតិកម្រជាពួកចិនអញ្ចឹងពួកអ្នកអង្គការនៅក្នុងប្រទេសកម្ពុជាវាមានអ្នកអង្គការដែលមានសមត្ថភាពអង្គការពិតប្រាកដពួកនោះត្បិតតែអូនក្បាលតែមិនថ្វាយបង្គំមេព្រះទេយាមសុជាតិគឺពួកនោះប្រើហ៊ុនសែនមិនមែនមានហ៊ុនសែនប្រើគេទេឥឡូវនៅស្រុកខ្មែរអ្នកខ្លះពីមុនគណៈបកឆាន់ទេចង់រកស៊ីទៅនៅផ្ទះលើកផ្លាកគណៈបកប្រជាជនអស់គុណសន្តិភាពម៉ាត់ណាគោសម្បត្តិម៉ាត់ណាគោសម្បត្តិតែក្នុងចិត្តបោះឆ្នោតឲ្យគណៈបកឆាន់ទេអាវីយូគីឥឡូវចំណុចទី1ខ្ញុំនិយាយក្នុងពីរបស់សំខាន់រវាងអង្គការដែលមានសមត្ថភាពពិតប្រាកដគឺជាអង្គការដែលគេប្រើប្រាស់ហ៊ុនសែនឬក៏គេមានអាជីវកម្មមានប្រវត្តិពិតប្រាកដសូមមិនស្គាល់ដូចជាបែបណាអាណូដូចជានៅក្រៅប្រទេសបែបណាអាណូមានជាងគេ5ដល់ឥឡូវធ្លាក់គាត់ជាមួយអេឡនម៉ាស់ប្រជែងគ្នាមួយខែម្នាក់ជួនកាលអេឡនម៉ាស់ឡើងទៅលេខ1លើពិភពលោកទៅបាន2ខែឡើងទៅបែបណាអាណូនៅបារាំងវិញសេរីរតនាលីចន្ទាគុំគីឥឡូវបងប្អូនយើងមើលលក្ខណៈអង្គការដែលជាទីសកលលៀងលុយខ្មៅទី1យើងមើលទៅលើអេរិយាប័ត្រអង្គការទាំងឡាយណាខ្ញុំអត់សម្ដៅលេខដល់តាយើងយកន័យទូទៅព្រោះមិនខ្ញុំនិយាយពីអត់សម្ដៅលើអ្នកណាដែរខ្ញុំនិយាយតាំងពីអេឡនម៉ាស់បែបណាអាណូខ្ញុំនិយាយទូទៅឥឡូវនេះខ្ញុំអត់និយាយសម្ដៅទៅលើបុគ្គលណាទេខ្ញុំនិយាយយមន័យទូទៅហើយលេខបត្រាគ្រាន់តែជាឧទាហរណ៍មួយក្នុងយមន័យតែប៉ុណ្ណោះធំសំណាងអង្គការទីសកលលៀងលុយខ្មៅឲ្យគេគឺជាអង្គការទាំងឡាយណាលៀងសុនីដែលឃើញម្ចាស់លុតជង្គង់ថ្វាយបង្គំអរគុណមានតែពួកទីសកលមួយពិតដែលសម្ដែងអកប្បកិរិយាជាលក្ខណៈទីសកលបាត់សេចក្តីថ្លៃថ្នូរចូលក្នុងនាមជាអង្គការមិនមែនតែងតាំងដោយហ៊ុនសែនទេត្បិតហ៊ុនសែនមានសេចក្តីស្នើមែនប៉ុន្តែតែងតាំងដោយព្រះមហាក្សត្រគីប៉ាលីណាហ្នឹងណាត្រូវចាំថាអង្គការនិងអង្គការគឺតែងតាំងដោយព្រះមហាក្សត្រមានតែព្រះមហាក្សត្រមួយគត់ដែលអង្គការថ្វាយបង្គំជួយព្រះអធិអង្គអ្នកដែលថ្វាយបង្គំហ៊ុនសែនបើយោងតាមតាំងសារណាមានន័យថាតាំងសារណានិយាយត្រូវគឺជាអង្គការលៀងលុយខ្មៅឲ្យហ៊ុនសែនពីព្រោះនេះខ្ញុំនិយាយទូទៅណាលក្ខណៈសម្បត្តិទី1ពូឃ្លោកសង្ខាឥឡូវខ្ញុំសួរត្រឡប់បងប្អូនមានតែឃើញចិត្តមិនឃើញចឹងទេមិនតែឃើញលីយ៉ូប៉ាត់ក៏ថ្វាយបង្គំសែនទេមានតែឃើញសុកគង់ក៏ថ្វាយបង្គំចឹងទេអត់ទេអត់មានអានេះមូលហេតុអីមូលហេតុគេមានសមត្ថភាពអ្នកដែលរកស៊ីប្រកបមានសមត្ថភាពគេអត់ចាំបាច់ត្រូវការទៅលុបជង្គង់ថ្វាយបង្គំណាទៅដើរឯកអានេះទេតើអ្នកនឹងដើរឯកហ៊ុនសែននៅទីហោអីគឺឬមួយក៏អ្វីដែលតាំងសារដានិយាយគឺជាការពិត 100% ប៉ុន្តែដល់យោងតាមតាំងសារដាគាត់សុំទោសគឺអត់ខ្លាយគាត់នេះគេបង្កើតមកផ្សេងទៀតនេះជានេះទី2ពួកដែលអត់មានប្រវត្តិជាអាជីវកម្មអាជីវករអីទេចេញមុខមកខ្លាយជាអ្នកមានគឺជាពួកអង្គការខ្លាំងខ្លាយខ្ញុំនិយាយនឹងបងប្អូនរាប់ឲ្យតែឃើញតាណាអត់មានប្រវត្តិអីទេចេញមកប្រាប់ខ្លាយអង្គការអានឹងគឺអង្គការខ្លាំងខ្លាយបើយោងតាមតាំងសារដាគឺជាពួកលៀងលុយខ្មៅឲ្យពួកអ្នកមានអំណាចត្រូវអ្នកនិយាយទៅលើអង្គការខែគ្រូទៅដល់មិនដែលនិយាយលើកយកយោងទៅលើ The Camry Daily បងប្អូនខ្ញុំអត់គ្រប់គ្រងការបាញ់រះទេការបាញ់រះគឺយ៉ាងម៉េចបាញ់ណាក៏បាញ់ឧទាហរណ៍ថា The Camry បាញ់រះណាក៏បាញ់តែគេមកខ្លួនឯងប្រឆាំងនឹងជនប្រជាចង់ជួយប្រទេសជាតិប៉ុន្តែបាញ់អ្នកជួយប្រទេសជាតិដែរអានេះប៉ុន្តែបើគោលនយោបាយណាក៏ដោយឲ្យតែនេះស្រោចស្រង់ប្រទេសជាតិយុវជនខ្មែរពីជួយប្រទេសជាតិអានឹងទោះជាអ្នកនឹងជេរប្រចោលសូនតារាក៏ទីហោនេះក៏សូនតារាលើកដំកើងដែរពួកខ្ញុំលើកដំកើងបុគ្គលលើកដំកើងឡើងខាងសេរីច្បាប់អ្នកដែលឈរជំហរស្នេហាយុត្តិធម៌ស្រោចស្រង់ប្រទេសជាតិជួយប្រទេសជាតិអំពីការលៀងលុយខ្មាំងនេះបកអាក្រាតមុខមាត់ជនប្រជានឹងបាក់ពួកជួយគ្នារបស់សូនតារាសែនកងអានេះជាគ្នារបស់សូនតារាអត់មានទេខ្ញុំសរសើរតាំងសារតាដែលគាត់លើកយកប្រធានបទល្អនេះមកហើយខ្ញុំយោងទៅលើគាត់នេះគ្រូបង្រៀនសិក្សាសកលនិកាមួយខ្ញុំនិយាយរឿងនេះមួយបើកុំថាឡើយនៅស្រុកអាមេរិកស្រុកអឺរ៉ុបស្រុកបារាំងកុំឲ្យវាឆ្ងាយពេកខ្ញុំថាចេះបណ្ដារីស្រុកនេះបើសុកខ្លាយអង្គការគេមិនមែនទៅលុតជង្គង់ថ្វាយបង្គំហ៊ុនសែនគេមិនមែនទៅលុតជង្គង់ថ្វាយបង្គំគេមិនមែនចេញលិខិតអបអរសាទរទេគឺប៉ូលីសទៅស៊ើបអង្កេតវាយខ្នោះខ្ញុំលើកឧទាហរណ៍មុននឹងចូលទៅដល់នៅប្រទេសជិតខាងយើងទីចន្ទរាឧទាហរណ៍ប្រទេសស្រុកអាមេរិកស្រុកបារាំងអ្នកខ្លះរស់ស៊ីលួចរត់អេងបានណាអានឹងអត់អីទេប៉ុន្តែសួយប៉ះចំអធិការកិច្ច inspector សឿនថ្ងៃគេចុះត្រួតពិនិត្យចំហ្នឹងបងប្អូនណាសងគេលក់ហាងលក់ផ្ទះមហាសេដ្ឋីធ្លាប់ទៅចូលគណៈបកប្រជាជនទៅស្រុកខ្មែរលីលីបើកហាងនៅអាមេរិកនៅបារាំងមានលុយរាប់លានដុល្លារទៅស្រុកខ្មែរដើរលេងភឺហាមានឡានមានលុយអីលុយណាបើសិនគេស៊ើបអង្កេតទៅប៉ះចំសរុបបងប្អូនគេគុណណាអាខ្លះឈានរហូតដល់ជាប់គុកទៀតក៏មានដែរឈានរហូតដល់ជាប់គុកទៀតក៏មានដែរ
nơi sọc chuyên lươn bây giờ sọc về sọc lắm đi sọc khám tìm mình đúng đẹp trong thư đại cro phụ đại cro lọt sơ ti lôi chởn thư đại miên sọc mình cỏ nơi sọc chuyên mình chắc thư đại miên luôn hay đấy út mình đã ọt mà vẫn nhầm gì chân ti đôi chân đại sọc sọc lắm nơi sọc về cái đó mà phụ đại cro chắc thư đại miên đi mà thư đại miên thì tập pet mà liên ọt mà liên phụ đại cro lọt chân phải xưa xưa làm hết mày hay đấy cái phơiของมันลุ้นเก่งกว่าอันนี้ខ្ញុំនិយាយនេះណាទៅប្រហែលจริงๆសុំយើងឲ្យមកអួតធ្វើអ្នកមានណាដោយសារហ្នឹងវាមិនមែនសុំអ្នកមានទេអ្នកមានទៅតែអួតអីគិតមិនលីចំផាត់ក៏មិនអួតទេគាត់វាសុំក៏មិនអួតទេគាត់អួតងារអុកញ៉ាអួតអីហ្នឹងណាគឺអួតពួកអ្នកដែលកាន់លុយខ្មៅឲ្យគេដូចតាំងសារថាបងប្អូននៅស្រុកអាមេរិកយើងឃើញនៅស្រុកខ្មែរគឺតកែឃើញខ្មែរគឺតកែក្នុងបញ្ជីអ្នកក្រណាអ្នកខ្លះបើក restaurant ភ្ញៀវឲ្យមួយថ្ងៃចូលរាប់រយណាប៉ុន្តែស្រាប់តែចូលលុយចូលនិវត្តបាន1000ទេ1000មិនចឹងអានេះគេឲ្យទូទៅអ្នកក្រគេមិនអួតធ្វើអ្នកមានទេហើយខ្ញុំនិយាយនេះមានតែអ្នកនៅស្រុកអាមេរិកនិងអ្នកនៅស្រុកអឺរ៉ុបស្រុកបារាំងទេដែលដឹងតែសូនរានិយាយទៅមកហើយស្រុកខ្មែរនេះក៏អួតអ្នកមានអួតញ៉ាប្រទេសក្រលហាមនុស្ស2លានអ្នក3លានអ្នកអត់ការងារទៅរត់ទៅស្រុកថៃរងថ្ងៃចំណារត់ទៅស្រុកកូរ៉េមនុស្សនៅក្នុងស្រុកដែរលីអ៊ុយពពាប៉ុណ្ណានៅក្នុងស្រុកហើយว่าស្រុកអាមេរិកគ្មានអុកញ៉ាមួយផងស្រុកបារាំងគ្មានអុកញ៉ាមួយផងអាមេរិកប្រជាជនគេមានម៉េចហើយស្រុកខ្មែរមនុស្សក្រលហាអុកញ៉ាម៉េចអុកញ៉ាឯងលឹងសាមមានជាងជួនណាសាមមានជាងខៃយកបាច់ចូលហ៎បងប្អូនខ្ញុំនិយាយទៅអត់តែសោតងាប់មករំមេតាបងគេថាសូនរាជានិមិត្តរូបនៃសច្ចធម៌ពាក្យសូនរាគឺពិតបងគឺពិតចឹងហើយបានទូទូសូនរាល្បីល្បាញបាយគ្រូទូគណៈបព្វជិជន50ប៉ុកខ្ញុំនិយាយមកទៀតអ្នកដែលអត់ដឹងចាំត្រាគុំគឺគេថាខ្ញុំគេថាគូចនិយាយទៅខ្លះខ្ញុំនិយាយទៅនៅស្រុកអាមេរិកនិងស្រុកបារាំងណានៅស្រុកអឺរ៉ុបណាម្នាក់ចង់ធ្វើអ្នកក្រណាគេអត់ចង់ធ្វើជាអ្នកមានទេគាត់គេមានលុយច្រើនមិនគេដោយគេអត់ទូធ្វើអ្នកមានពីព្រោះអ្នកមានហ្នឹងគេរករឿងពេកប៉ុនក៏វាថ្លៃណាទៅព្យាបាលជំងឺទៅអស់លុយអាលីងឡត់ចឹងគេធ្វើជាអ្នកក្រនៅស្រុកខ្មែរមិនក៏អួតធ្វើអ្នកមានដោយសារតោះទៅដូចតាំងសារថាឆោមស្វារីពាក្យនេះអាចជួយបងប្អូនសោតបានប៉ុន្តែឥឡូវខ្ញុំមិនបាច់និយាយទៅដល់អឺរ៉ុបនិងអាមេរិកទេខ្ញុំនិយាយត្រឹមប្រទេសវៀតណាមតែចុះដែលជាប្រទេសកុម្មុយនីសចុះរបស់យើងនេះប្រទេសមិត្តណាមិត្តផងរបស់ជាមួយរបស់យើងនេះសម្បត្តិមេឃដែលឃើញវៀតណាមគេអួតមានណារហូតមកទល់ពេលនេះប្រហែលមានរដ្ឋមន្ត្រីរបស់វៀតណាមមិនក្រោម5នាក់ទេដែលត្រូវតុលាការឯករាជ្យរបស់វៀតណាមនាំយកទៅកាត់ទោសបងប្អូនកម្រឃើញប្រទេសវៀតណាមនាំចវាយឃុំនាំចវាយខេត្តនាំប៉ូលីសអមេរិកទៅកាត់ទោសណាបងប្អូនណាពីព្រោះគេគិតថាអំពើពុករលួយណាអាកប៉ិកកប៉ុកតូចតាចហ្នឹងវាមកពីលើបងប្អូនឃើញស្រុកវៀតណាមគេមិនដែលផ្សាយផងព័ត៌មានចាក់មេឃុំចាក់អីហ្នឹងលេងពេញសោះគេមិនដែលផ្សាយផងគេចាក់តែរដ្ឋមន្ត្រីណាចវាយខេត្តគេចាក់រដ្ឋមន្ត្រីអនុរដ្ឋមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយគ្រាន់តែមកសម័យកាលកូវីដសម្រាប់ពីរឿងវ៉ាក់សាំងរដ្ឋមន្ត្រីសុខាភិបាលរបស់វៀតណាមមួយគេចាប់ដាក់គុកបាត់ពុករលួយរឿងវ៉ាក់សាំងហ្នឹងហើយស្រុកខ្មែរនេះអុកញ៉ាប្រកាសមានលុយវៀតណាមមកបើនៅស្រុកវៀតណាមជាប់គុកទាំងអស់អានេះខ្ញុំមិនចាំបាច់និយាយទៅដល់ប្រទេសបារាំងប្រទេសអាមេរិកផងខ្ញុំនិយាយត្រឹមណាស្រុកយួនចិត្តយើងនេះតែខ្ញុំមិនជឿថាកងទ័ពខ្មោចកងទ័ព Facebook ខ្មោចរបស់លេងបាត្រាយូសូហ្វាន់ក៏ជ្រុលហើយមានន័យថាសូនតារាគុកសាំងត្រូវពពីសម្បត្តិបើកាលណាបងប្អូនឃើញកងទ័ពកុំចូលយល់នៅឲ្យស្ងៀមហើយញញឹមឃើញកងទ័ពខ្មោចអាហ្នឹងកងទ័ពខ្មោចកងទ័ពសុកកងទ័ពខ្មោចចូលមកណាជេរបចោសូនតារាបងប្អូនត្រូវមានមោទនភាពថាសូនតារាបានគុកសាំងធ្លាក់ត្រូវពពីសម្បត្តិតែនេះទៅចូលយល់និយាយត្រូវធ្វើមកនួនលីក្ដុងពលឆើពីហ្នឹងបើថាបើថាសូនតារានិយាយស្ងាត់ទៅនឹងឆឹងអត់ទេខ្ញុំនិយាយខុសសំណាងមនុស្សយើងមកគុកខុសសម្បត្តិមិនទៅប្រើស៊ីចុះថតហ៊ីមត្រូវឲ្យពឹងឥឡូវខ្ញុំមើលបងប្អូនមើលចុះស្រុកយើងនេះទៅថ្វាយបង្គំហើយយើងមើលនៅស្រុកយួនស្រុកវៀតណាមនេះតើមានតែឃើញមហាសទ្ធិណាទៅថ្វាយបង្គំប្រធានាធិបតីហើយរហូតតាំងពីចំនួនហ៊ុនសែនមកនាយករដ្ឋមន្ត្រីវៀតណាមដូរ5នាក់ប្រធានាធិបតីដូរយ៉ាងហោច3នាក់4នាក់មានជលសាសវណ្ណរាសដូរ3នាក់ទៅ4នាក់ហើយវៀតណាមគេដូរតែក្បាលគេរៀបចំប្រទេសប្រកួតប្រជែងជាមួយនឹងសិង្ហបុរីជាមួយចិននេះនោះគេអត់មានទៅរៀបចំប្រទេសប្រកួតប្រជែងជាមួយគណៈបកប្រឆាំងកំតិចអ្នកមិនចេញប្រទេសក្នុង Facebook ទេគេមើលឆ្ងាយនៅប្រទេសគេរឿងចឹងមិនថាខ្ញុំមិនចាំបាច់ទៅប្រៀបធៀបទៅដល់តែមើលទៅវៀតណាមទៅហើយចុះស្រុកខ្មែរមនុស្សអត់ដឹងស្គាល់អីផងកើតបកញ៉ាអានឹងបើយោងតាមច្បាប់ប្រទេសប្រឆាំងអំពើពុករលួយមិនមែនលៀងលុយខ្មៅលឿងជីអ៊ុំរឹតសក់គេហើយគឺគេត្រូវចាប់អាអ្នកអុកញ៉ាដាក់គុកគេត្រូវស៊ើបអង្កេតទៅបានលុយវៀតណាមមកអាមិនសក់សួរខ្លាចវៀតណាមមានចឹងបាច់យកអាដាំមានលើលឹមចត្រាអាហ្នឹងហើយដែលខ្ញុំនិយាយថាអុកញ៉ាស្អីហោះពាក្យតាំងសារណាថាលេងនវត្រាលៀងលុយខ្មៅជាអ្នកអុកញ៉ាលៀងលុយខ្មៅវាស៊ីគ្នាបើកណាយើងនិយាយទៅវាអត់ផ្ទុយមានពេលខ្លះអ្វីដែលបញ្ជាក់ថាតាំងសារណានិយាយទៅពាក្យសូនតារានិយាយទៅហ្នឹងមិនមែនដោយសារតែខ្ញុំថាដោយសារសកម្មភាពរបស់អ្នកឯងមួយទៀតចុងក្រោយខ្ញុំយកពីអុកញ៉ាលៀងលុយខ្មៅកាន់លុយឲ្យគេសូនតារាដែលធ្វើបកគីខ្ចប់ឲ្យគួរគេទេរុកដោយឧត្តមគតិបោះពុំទីកាយបាត់ខ្ញុំបានឃើញរូបថតមួយនោះគឺថាបុណ្យសពប្អូនថ្លៃសម្ដេចសាមតែឈ្មោះរបស់អានពេកហើយសាមហ៊ីងចឹងហ៎ដែលគាត់ទៅតែទទួលមរណភាពថ្មីនេះទៀតណាសាមហ៊ីងឬក៏ហ៊ីងច្រឡំហ៊ីងមិនហ៊ីងទៅទៀតសាមហ៊ីងតែចឹងកុំតែខ្ញុំអត់ស្គាល់មែនឃើញប៉ាងសខឿនប្រើពាក្យហ្នឹងខ្ញុំសោចក្នុងចិត្តថាប៉ាងសខឿនចេះរកប្រើពាក្យត្រូវបងប្អូនគាត់ហៅអុកញ៉ាដីឡូពួកអុកញ៉ាដីឡូហើយលុតជង្គង់សិតតែកវ៉ាត់កបងប្អូនសិតតែអាវធំហ្នឹងលោកជំទាវកតិព្រឹទ្ធបណ្ឌិតមុនរនីហ៊ុនសែនហ្នឹងគាត់ឈរចឹងទៅឲ្យកម្មាងម៉ាងនៅមុខហ្នឹងទៅឲ្យគេហ៊ានចឹងទៅបាទហើយឃើញប៉ាងប្រើពាក្យប៉ាងសខឿនពួកសូនតារាគោរពកម្មសិទ្ធិបញ្ញារបស់គេពាក្យសូនតារាថាពាក្យសូនតារាពាក្យគេថាពាក្យគេឃើញពាក្យប៉ាងសខឿនក៏ប្រើត្រូវមែនទេឲ្យក្បាលលើល្មមក្បាលលើល្មមទៅលុតជង្គង់ថ្វាយបង្គំមែនទេភរិយាសម្ដេច
គូសុទ្ធតែពួកអុកញ៉ាដីឡូពួកអុកញ៉ាដីឡូហ្នឹងបងអូនសកុនបងអូនដែលតាំងសារដាថាក្រុមមនុស្សលាងលុយខ្មៅនឹងស៊ីឈ្នួលកាន់លុយឲ្យគេហើយជាពិសេសអ្នកដែលគេចាប់អារម្មណ៍ជាងគេបំផុតមនុស្សពីរនាក់ចិនបងនៅក្នុងចំណោមអុកញ៉ាដីឡូដែលអូនក្បាលថ្វាយបង្គំព្រះបុណ្យនីគឺគេបាញ់អាសញ្ញាព្រួញសំខាន់ជាងគេទៅចំលេងបាត់ត្រាហើយមួយទៀតឈ្មោះស្អីគេប្តីចំចិនលក្ខណៈខ្ញុំអត់ស្គាល់ឈ្មោះគាត់ឈ្មោះស្អីទេណាហើយមានអ្នកខ្លះគេនិយាយថាណាខ្មែរម្ចាស់ប្រទេសអូនក្បាលគ្រប់បរទេសចង់សម្ដៅលើអ្នកខ្លះគេថាអូសាមហ៊ីងសាមអីហ្នឹងមិនមែនខ្មែរទេជាមិត្តខាងកើតអញ្ចឹងគេឃើញខ្មែរម្ចាស់ប្រទេសនេះខ្មែរម្ចាស់ប្រទេសដូចជាក្រុមអុកញ៉ាដីឡូមួយក្រុមហ្នឹងដែលមានរូបថតគេគូពីរអ្នកសំខាន់ជាងគេប្តីចំចិនលក្ខណៈមួយហើយនឹងលេងបាត់ត្រាមួយគេថាពុទ្ធខ្មែរម្ចាស់ប្រទេសទៅលុបជង្គង់អូនក្បាលចំពោះខ្លះគេសរសេរពាក្យថានៅក្នុង Facebook ណាចោលលួចប្រទេសខ្មែរម្ចាស់ប្រទេសអូនក្បាលចំពោះចោលលួចប្រទេសខ្មែរណែប្រទេសសូនរ៉ាយល់ចឹងណាសូនរ៉ាយល់ផ្សេងយល់ថាពេលដែលពួកអុកញ៉ាមិនអាចពួកអុកញ៉ាដីឡូនិងពួកអុកញ៉ាសេះហោះទាំងឡាយណាបើលុបជង្គង់ថ្វាយបង្គំហ៊ុនសែននិងលោកជំទាវកតិប្រឌិតបើយោងតាមតាំងសារណាគឺជាពួកកាន់លុយឲ្យសម្ដេចក្រុមគ្រូសាសម្ដេចតេជោនិងពួកកតិប្រឌិតទេបើយោងតាមតាំងសារណាពួកអុកញ៉ាដែលលាងលុយខ្មាំងគឺមានន័យថាពួកអុកញ៉ាលាងលុយឲ្យហ៊ុនសែនតាមឡូសិកទៀតបើពួកអុកញ៉ាលាងលុយខ្មៅលាងលុយឲ្យហ៊ុនសែនចឹងថាបើមានន័យថាមេដែលលាងលុយខ្មៅមេម៉ាស្សានៅក្នុងប្រទេសកម្ពុជាធំជាងគេគឺហ៊ុនសែនគ្រូសាហ៊ុនសែនអានេះបើយោងតាមតាំងសារណាហើយដូច្នោះហើយបានជាមានកងទ័ពខ្មោច Facebook ឲ្យតែអ្នកណានិយាយអំពីលេងនវត្រាលាងលុយខ្មៅចេញមកប្រព្រឹត្តប្រព្រឹត្តហើយថ្ងៃនេះសូនរានិយាយត្រូវមកណាព្រះហ៊ុននិយាយមកគឺនិមិត្តសញ្ញានៃការត្រូវឃើញចេញប្រព្រឹត្តប្រព្រឹត្តមកមានន័យថាម៉េចខ្ញុំគប់ភ្លើងធ្លាក់ចំប្រពាយសម្អោចហើយអត់នៅសក់ទេមិចសវណ្ណចូលប្រជាជនកម្ពុជាមើលជាក់ស្ដែងហេតុអីបានជាប្រទេសខ្មែរក្រដោយសារតែមានការកេងប្រវ័ញ្ចលាងលុយខ្មៅស្រូបយកលុយជាតិហើយគេយកអាផ្លាកស្ពានផ្លាកផ្លូវមកដល់ណាគេនិយាយយកនេះធីមគេយកអាហ្នឹងមកបាត់បង់ភ្នែកបងប្អូនបន្លំថាជាការអភិវឌ្ឍបងប្អូនភ្លេចមើលគេលាងលុយខ្មៅលុយកោដូចចាំងផ្ទះរត់ធនាគារអត់បានផងធនាគារគេលែងទទួលហើយបងប្អូននេះធនាគារនៅអន្តរជាតិអត់ទទួលស្រុកខ្មែររឿងធម្មតាទេណាលីអ៊ុយអញ្ចឹងណាសរុបសេចក្តីមកវិញយោងតាមរូបថតពីសន្លឹកហោចុះរបស់លេងនវត្រាបញ្ជាក់ថាបើយោងតាមតាំងសារណាវាគឺជាទេសកលកាន់លុយនិងអ្នកលាងលុយខ្មៅហើយឲ្យតែជាអុកញ៉ាដីឡូពីបានសឿននិងអុកញ៉ាសេះខុសទាំងអស់ហេតុអីមិនដែលថ្វាយបង្គំសខេងហេតុអីបានមិនដែលថ្វាយបង្គំហេងសំរិនហេតុអីបានជាមិនដែលថ្វាយបង្គំនេសាយឈុំហេតុអីមិនដែលថ្វាយបង្គំទាបាញ់ហេតុអីឲ្យតែឃើញហ៊ុនសែននិងភរិយារបស់គាត់ណាជានាងទៅថ្វាយបង្គំដល់នេះចាំហេតុអីចម្លើយគឺវាតតែពួកអុកញ៉ាដីឡូនិងអុកញ៉ាសេះខុសឬក៏ពួកលាងលុយខ្មៅនោះកាន់លុយឲ្យក្រុមគ្រួសារតកូនហ៊ុនហើយបើយោងតាមក្រុមគ្រួសារអាណាចក្រចំនួនដែលវិភាគដោយបណ្ឌិតកែមលីយោង Global Witness ថាប្រទេសកម្ពុជាគ្រប់ទ្រព្យសម្បត្តិក្រុមហ៊ុនទាំងអស់គឺគ្រប់គ្រងដោយតកូនហ៊ុនខ្លះរហូតដល់គេប្រើពាក្យថាភាសាអង់គ្លេស the country for sale ប្រទេសសម្បត្តិលោកគឺគ្រួសារហ៊ុនសែនពុះប្រទេសលោកនេះបើយោងតាម Global Witness ដែលធ្វើអត្ថាធិប្បាយដោយកែមលីសេនានេះក្រោយពេលលោកបណ្ឌិតកែមលីគាត់និយាយរឿងគ្រួសារអាណាចក្រចំនួនប្រទេសសម្រាប់លោកនេះបានមួយថ្ងៃត្រូវបានគេបាញ់សម្លាប់ដាក់ខាងខ្ញុំចំណាំមើលឲ្យតែអ្នកណានិយាយពាក់ព័ន្ធជាមួយនឹងការលាងលុយខ្មៅនិងក្រុមគ្រួសារតកូនហ៊ុនគឺជាផ្ទាំងនៃជាផ្ទាំងសិទ្ធិអង្គរសមត្ថភូមិជាមុខស្រួចនៃការតាមប្រទេស1កែមលី2តាំងសារណាអានេះខ្ញុំមើលទេណាមើលសូនតារានិយាយបែបបជាសាស្ត្រហើយបតកាសួរថាកែមលីគេបាញ់សម្លាប់ពេលណាបាញ់សម្លាប់ក្រោយពេលគាត់និយាយណារឿងគ្រួសារអាណាចក្រចំនួនគាត់តែការប្រើពាក្យវាខុសគ្នានេះមិនស្រួលចុងភៅអញ្ចឹងលក្ខណៈសម្បត្តិនៅក្នុងរូបថតពីសន្លឹកនេះវាជាភស្តុតាងបញ្ជាក់ថាតាំងសារណានិយាយត្រូវហើយអ្វីដែលសូនតារាលើកមកនេះគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងបន្ថែមពីតថភាពសង្គមអ្នកដែលមានសារព័ត៌មានអាជីពពិតប្រាកដធ្វើការសិក្សាស្រាវជ្រាវមិនមែនសូនតារាគាត់និយាយទេគឺ The Camry Daily ណាដែលរាយការណ៍ទៅតាមសារណាចឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តទៅទៀតទូរទស្សន៍សូនតារាស្រាប់ខោជនបដិការផ្លាស់ប្ដូរផ្លាស់ប្ដូរប្រធានបទទី2